Ok,សួស្តីអ្នកនរគ្នាចឹងឥឡូវយើងមកតពាក់ព័ន្ធជាមួយនឹងការរកបរិមាណការងារបូករបស់យើងចឹងខ្ញុំនឹងចាប់ផ្ដើមពីការងារបូកក្នុងទៅចឹងណាអញ្ចឹងអានេះខ្ញុំបានកាលហើយអញ្ចឹងនៅក្នុងការងារបូកក្នុងគឺយើងកាលមកពេញទាំងអស់នេះខ្ញុំកាលទាំងអស់ចឹងណាដោយសារខ្ញុំអត់ចង់ខាតពេកខ្ញុំកាលឲ្យហើយចាំខ្ញុំមកថតវីដេអូហ្នឹងនេះកាលឲ្យអស់ហើយចឹងនៅក្នុង file របស់ខ្ញុំមែនតើទៅបែងចែកនេះវាមានបូកឥតបូកលើសសរបូកលើ cover ឬក៏ shear wall អីចឹងទៅចាអាហ្នឹងគេបែងចែកដោយសារគេចង់ងាយស្រួលរកករណីឧទាហរណ៍ corner bit ឬក៏នៅក្នុងការបូកនៅលើបេតុងវាមានវិធីសាស្ត្រផ្សេងអាចថាគេទៅ chip វាឬក៏គេប្រើជាប្រភេទសំណាញ់អីចឹងទៅអញ្ចឹងគេសំណុកបែងចែកឬក៏រកបរិមាណអស់ហ្នឹងទៀតប៉ុន្តែយើងអត់អីទេយើងកាលមកពេញទាំងអស់មកចូលតែមួយទៅបានហើយអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំកាលហើយខ្ញុំក៏វាស់ហើយដែរអញ្ចឹងឥឡូវខ្ញុំវាស់សាមីមកលេខ ISO enter select លើវាបន្ទាប់មកយើង enter ទៀតយើង select អីដែលយើងចង់វាស់ TL នេះ 200.8 ប៉ុន្តែខ្ញុំយក201ម៉ែត្រអញ្ចឹងយើង lay on មកវិញមកនេះ201ម៉ែត្រអញ្ចឹងយើងទៅបញ្ចូលមក total length យើងយក201ម៉ែត្របន្ទាប់មកទៀតកម្ពស់ខ្ញុំទៅមើលដោយសារតែពាក់ព័ន្ធជាមួយនឹងការងារបូករបស់ខ្ញុំគឺខ្ញុំបូកតែធំធ្នឹមទេនេះធំក្រោមធ្នឹមនេះអញ្ចឹងខ្ញុំវាស់មកវា2.8ម៉ែត្រទឹកអញ្ចឹងខ្ញុំបញ្ចូលមក2.8បន្ទាប់មកអានេះផ្ទៃការ៉េសរុបជាស្រ័យនេះគ្នាយើងខ្ញុំរកពីជាន់ទី1ទៅដោយសារខ្ញុំកាលជាន់ទី1ណាខ្ញុំអត់ចង់យកជាន់តដីមកនិយាយដោយសារតែវាអត់មានប្រអួចអញ្ចឹងខ្ញុំចង់ធ្វើជាន់ទី1ទៅវាមានប្រអួចដកអញ្ចឹងណាអញ្ចឹងប្រអួចឥឡូវយើងមើលបើសិនជាពាក់ព័ន្ធជាមួយនឹងការងារ adopt នេះវាឲ្យតែប្រភេទអញ្ចឹងខាងក្នុងនេះគឺវាត្រូវដកទាំងសងខាងនេះដោយសារតែវាខាងនេះផងប៉ុន្តែបើអញ្ចឹងក្រៅពាក់ព័ន្ធមួយ S20 គឺវាមានតែមួយខាងឯងយើងដកតែខាងនេះមកខាងនេះយើងទៅដកជាមួយនឹងការងារបូកក្រៅផ្សេងអញ្ចឹងណាអញ្ចឹងបរិមាណទាំងអស់ហ្នឹងគឺយើងមានហើយអញ្ចឹងខ្ញុំដាក់ internal D&W ឬក៏ external D&W អញ្ចឹង internal មានគុណ2ដោយសារអីដោយសារវានេះដែលយើងនិយាយគ្នាមិញអញ្ចឹងណាអញ្ចឹងខ្ញុំដាក់សញ្ញាស្មើមកinternal នេះយើងយកពី S10 មកនេះឥឡូវយើងបើកមកខ្ញុំចុចលេខទី2ឥឡូវយើងបើកវាសិនអានេះវាអត់ឲ្យអញ្ចឹងខ្ញុំចុចលេខ2មកខ្ញុំបើកទៅនេះអញ្ចឹងខ្ញុំទៅរកជាន់ទី1មក23.1ការ៉េអញ្ចឹងខ្ញុំដាក់សញ្ញាស្មើមកតោះមកខ្ញុំចុចទៅ Sydney ហើយខ្ញុំដាក់សញ្ញាស្មើកន្លែង23នេះអញ្ចឹងវាមកនេះបន្ទាប់មកទៀតខ្ញុំដាក់នៅក្នុងexternal DWG D&W នេះអញ្ចឹងខ្ញុំដាក់សញ្ញាស្មើខ្ញុំចូលទៅ S20 ហើយខ្ញុំអត់ទាន់បើកខ្ញុំបើកសិនខ្ញុំចុចឡើងនេះមកបិទបើកណាតមកអានេះ25ការ៉េអញ្ចឹងខ្ញុំដាក់សញ្ញាស្មើមកចូល S20 25នេះជាន់ទី1 enter មកវាមកនេះប៉ុន្តែអានេះវាតាមមួយខាងឯងមានថាវាមកតែហុំការ៉េប៉ុន្តែខ្ញុំត្រូវដកខាងក្នុងនេះខ្ញុំដក2ដងអញ្ចឹងខ្ញុំដាក់នេះខ្ញុំដាក់មេគុណ2អញ្ចឹងខ្ញុំដាក់សញ្ញាស្មើមកខ្ញុំគុណនឹង2តោះមកខ្ញុំដាក់សញ្ញាស្មើទៀតយកនេះគុណនឹង1នេះបាច់គុណក៏បានដែរមែនតើអញ្ចឹងផ្ទៃការ៉េយើងត្រូវដកនេះដោយសារនេះខ្ញុំសាំវានេះខ្ញុំដាក់រូបមន្តសាំប្រព័ន្ធនេះអញ្ចឹងផ្ទៃការ៉េសរុបស្មើនេះមក500ជាងនេះដកជាមួយនឹង70ការ៉េជាងនេះដែលយើងត្រូវដកចេញអញ្ចឹងវានៅសល់ 491.55 ម៉ែត្រការ៉េអញ្ចឹងណាអញ្ចឹងពាក់ព័ន្ធជាមួយការងារបូកក្នុងគឺយើងមានតែប៉ុណ្្នឹងទេចាំមើលគ្នាយើងមានចម្ងល់អីចាំអាចសួរបន្ថែមជួបគ្នានៅវីដេអូក្រោយអរគុណ